គណៈបកឯកភាពជាតិខ្មែរសម្ដែងការសាទរដែលប្រាសាទកោះកេរមរតកដូនតាត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថ្ងៃទី17ខែកញ្ញាឆ្នាំ2023ជាថ្ងៃនៃទិវាប្រវត្តិសាស្ត្រដែលប្រាសាទកោះកេរមរតកដូនតាត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីតព្រមជាមួយគ្នានេះគណៈបកឯកភាពជាតិខ្មែរក៏បានចេញលិខិតអបអរសាទរសម្ដែងការរីករាយប្រកបដោយក្តីរំភើបនិងមោទនភាពជាតិចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកម្ពុជាដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO បានសម្រេចជាឯកច្ឆន្ទដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងនោះគណៈបកឯកភាពជាតិខ្មែរសម្ដែងការកោតសរសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងក្រសួងវប្បធម៌ដែលបានខិតខំនិងរិះរកគ្រប់មធ្យោបាយដើម្បីឲ្យបានប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការលោកអ៊ុនជឹមប្រធានគណៈបកឯកភាពជាតិខ្មែរថ្លែងបញ្ជាក់បន្ថែមនៅការចូលរួមអបអរសាទរខាងលើនេះយ៉ាងដូចនេះថាបាទខ្ញុំបាទអូនជឹមជាប្រធានគណៈបកឯកភាពជាតិខ្មែររួមសមាជិកសមាជិកានិងថ្នាក់ដឹកនាំនៃគណៈបកឯកភាពជាតិខ្មែរទាំងអស់ហើយក្នុងនាមប្រជាពលរដ្ឋមួយរូបដែរមានមោទនភាពបំផុតដោយទើបបានទទួលដំណឹងជាឧឡារិកពីប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលលោកទៅធ្វើកិច្ចការបរទេសនឹងបានចុះបញ្ជីប្រាសាទបុរាណខ្មែរយើងគឺប្រាសាទកោះកេរបានចូលជាបេតិកភណ្ឌសម្បត្តិពិភពលោកយ៉ាងជោគជ័យកាលពីថ្ងៃទី17ខែ9ឆ្នាំ2023នៅវេលាម៉ោង1:28នាទីមកនៅប្រទេសកម្ពុជាបាទនេះជាដំណឹងដ៏រីករាយដល់កូនខ្មែរគ្រប់រូបក៏ដូចជាសមាជិកសមាជិកានិងថ្នាក់ដឹកនាំទាំងអស់នៃគណៈបកឯកភាពជាតិខ្មែរពួកយើងមានមោទនភាពខ្លាំងណាស់ដោយរាជរដ្ឋាភិបាលនិងប្រមុខដឹកនាំរដ្ឋាភិបាលព្រមទាំងក្រសួងវប្បធម៌ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងក្រៃលែងដែលបានធ្វើឲ្យពិភពលោកជាពិសេសស្ថាប័នអង្គការ UNESCO ដែលជាផ្នែកមួយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកវប្បធម៌របស់ប្រទេសនីមួយៗលើពិភពលោកបានទទួលយកនិងបានទទួលស្គាល់ជាផ្លូវការនៅប្រាសាទកោះកេរនាទីក្រុងរីយ៉ាដប្រទេសអារ៉ាប៊ីសាអូឌីតបាទនេះជាមោទនភាពសម្រាប់កូនខ្មែរគ្រប់រូបនិងសមាជិកសមាជិកានៃគណៈបកឯកភាពជាតិខ្មែរពួកយើងខ្ញុំសូមសម្ដែងសេចក្តីរីករាយអបអរសាទរនិងមានមោទនភាពជាខ្លាំងក្នុងនាមជាកូនខ្មែរហើយជាមោទនភាពបំផុតដែលប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលលោកជានាយករដ្ឋមន្ត្រីទើបតែឡើងមកកាន់កិច្ចការងារប៉ុន្តែលោកបានខិតខំយកចិត្តទុកដាក់គិតគូរអំពីប្រទេសជាតិនិងកិត្តិយសរបស់ប្រទេសជាពិសេសអភិរក្សនៅប្រាសាទបុរាណរបស់យើងឲ្យបានរុងរឿងដោយឡែកមួយទៀតគឺយើងខ្ញុំក៏មិនភ្លេចទេនៅស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងដែលបានកសាងប្រាសាទរាប់ពាន់ប្រាសាទនៅទូទាំងប្រជាណាចក្រកម្ពុជាដែលយើងជាកូនខ្មែរនិងរាជរដ្ឋាភិបាលរួមគ្នាអភិរក្សនិងថែរក្សានៅសម្បត្តិវប្បធម៌នៅសម្បត្តិមរតកដូនតារបស់យើងដែលលោកបានកសាងតាំងពីមុនគ្រិស្តសករាជរហូតដល់សម័យមហានគរសម័យចេនឡាសម័យនគរភ្នំជាដើមដែលលោកបានកសាងទុកតាំងពីមុនគ្រិស្តសករាជរហូតមកដល់បច្ចុប្បន្ននេះលោកបានបន្សល់ស្នាដៃដ៏ធំធេងដ៏មហាសាលនៅក្នុងភូមិភាគអាស៊ីទាំងមូលនិងជុំវិញពិភពលោកផងដែរបើគិតជាក្នុងប្រទេសលើពិភពលោកដែលមានប្រាសាទច្រើនគេបំផុតគឺប្រទេសកម្ពុជានេះហើយអញ្ចឹងជាមោទនភាពរបស់កូនខ្មែរគ្រប់រូបរួមទាំងរដ្ឋាភិបាលរួមគ្នាថែរក្សានិងអភិរក្សនៅសម្បត្តិវប្បធម៌ដ៏មហាសាលនេះ
តាមរយៈនេះដែរក៏សូមថ្លែងអំណរព្រះគុណដល់ព្រះបរមរាជរតនកោដ្ឋសម្ដេចព្រះបាទសីហនុដែលលោកបានពុះពៀថែរក្សានៅសម្បត្តិវប្បធម៌តាំងពីឆ្នាំ62 64នៅពីការតស៊ូប្តឹងយកនៅប្រាសាទព្រះវិហារមកឲ្យខ្មែរយើងវិញផងដែរសូមអរគុណដល់រាជរដ្ឋាភិបាលដែលបានដាក់បញ្ចូលនៅប្រាសាទបុរាណកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងអរគុណដល់អគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកបានដឹកនាំរាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយក៏បានបញ្ចូលនៅប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងមូលនៅថ្ងៃទី14ខែធ្នូឆ្នាំ1992នៅទីក្រុង Santa Fe សហរដ្ឋអាមេរិកនិងបានដាក់ប្រាសាទព្រះវិហារទាំងមូលចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008នៅទីក្រុងកេបិចប្រទេសកាណាដាហើយទី3បានដាក់នៅប្រាសាទសម្បូរព្រៃគុកចូលនៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី8កក្កដាឆ្នាំ2017នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញផងដែរនេះហើយដែលជាសមិទ្ធផលដ៏អស្ចារ្យដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោបានធ្វើនៅក្នុងចន្លោះនៃអាណត្តិរបស់សម្ដេចអញ្ចឹងសរុបមកវិញខ្ញុំបាទសូមថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលនិងក្រសួងវប្បធម៌អាណត្តិទី7នេះក៏បានធ្វើយ៉ាងជោគជ័យដាក់នៅប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយក៏សូមថ្លែងអំណរព្រះគុណដល់ព្រះករុណាជីវិតតម្កល់លើត្បូងព្រះសម្ដេចសីហមុនីផងដែរសម្ដេចបានខិតខំយកចិត្តទុកដាក់ចំពោះរាជរដ្ឋាភិបាលចំពោះការថែរក្សានៅសម្បត្តិវប្បធម៌របស់ជាតិយើងទាំងអស់គ្នាហើយក៏សូមថ្លែងអំណរគុណដល់សម្ដេចមហាសេនាបតីតេជោហ៊ុនសែនដែលលោកបានធ្វើអាណត្តិមុនក៏បានចូលនៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅប្រាសាទជាច្រើនផងដែរហើយក៏សូមថ្លែងអំណរព្រះគុណដល់ព្រះករុណាបរមរតនកោដ្ឋដែលលោកបានខិតខំតស៊ូការពារនៅទឹកដីការពារនៅប្រាសាទបរមបុរាណដែលជាមរតករបស់ជាតិខ្មែរយើងហើយក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិនិងអំពាវនាវដល់មន្ត្រីអាជ្ញាធរទាំងអស់សូមមេត្តាធ្វើអ្វីៗដើម្បីការពារជាតិដើម្បីការពារវប្បធម៌ការពារប្រពៃណីជាតិសាសន៍របស់យើងឲ្យបានថ្លៃថ្នូរនិងចម្រុងចម្រើនទាំងអស់គ្នាគ្មាននរណាមួយដែលស្រឡាញ់យើងជាងខ្មែរគ្នាយើងទេអញ្ចឹងទាំងប្រជាពលរដ្ឋទាំងសមត្ថកិច្ចអាជ្ញាធរគ្រប់ជាន់ថ្នាក់សូមមេត្តាធ្វើអ្វីៗដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នាសូមអរព្រគុណនិងអរគុណយ៉ាងណាលោកអ៊ុនជឹមប្រធានគណៈបកឯកភាពជាតិខ្មែរក្នុងលិខិតអបអរសាទរក៏សង្ឃឹមយ៉ាងមុតមមផងដែរថារាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនឹងនាំមកការរីកចម្រើននិងលុបបំបាត់បាននៅមន្ត្រីខិលខូចនិងមន្ត្រីអសកម្មនៅក្នុងស្ថាប័នរដ្ឋជាជាមិនខានសម្រាប់អាណត្តិទី7នេះគួរជម្រាបជូនថារមណីយដ្ឋានប្រាសាទកោះកេរជាអតីតរាជធានីរបស់ខ្មែរដែលស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី4ក្នុងអំឡុងសតវត្សទី10ក្នុងឆ្នាំ928រហូតដល់ឆ្នាំ941នៃគ្រិស្តសករាជព្រះអង្គបាននាំយកព្រះសិវលិង្គដែលជាទេពសម្រាប់រាជភាសាសំស្ក្រឹតហៅថាទេវរាជមកតម្កល់នៅទីស្ថានថ្មីនេះតំបន់រមណីយដ្ឋានប្រាសាទកោះកេរមានប្រាសាទចំនួន76ប្រាសាទនិងស្ថានីយ៍បុរាណចំនួន51ស្ថានីយ៍បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ងជើងឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារតំបន់កោះកេរនៅតែជាសហគមន៍មនុស្សរស់ក្នុងសម័យអង្គរជាហូរហែពីសតវត្សទី9ដល់សតវត្សទី15ទោះបីទីនេះលែងមានតួនាទីជារាជធានីធំចាប់ពីឆ្នាំ944ក៏ដោយ